សុបប្រហិតត្រីឆ្លាតផ្កាល្ពៅចាសសូមគ្រប់នឹងជម្រាបសួរបងប្អូនទាំងអស់គ្នារីករាយណាស់ស្វាគមន៍មកកាន់ page និង channel ស្រីផាត់ម្ហូបឆ្ងាញ់ចាថ្ងៃនេះនាងខ្ញុំនឹងចែករំលែកមុខម្ហូបដែលមានរសជាតិឆ្ងាញ់សម្រាប់បងប្អូនអត់ចូលចិត្តញ៉ាំសាច់ក៏អាចធ្វើម្ហូបមួយមុខនេះដូចនាងខ្ញុំគឺប្រើបែបជាប្រហិតត្រីមានប្រហិតត្រីហើយសម្រាប់បន្លែនេះក៏មានបន្លែធម្មជាតិផងដែរបងប្អូនពេលដែលបងប្អូនធ្វើតាមរូបមន្តដែលនាងខ្ញុំបង្ហាញនេះនាងខ្ញុំជឿជាក់ថាបងប្អូនប្រកាសជាសរសើរថាម្ហូបនេះពិតជាឆ្ងាញ់មែនចាហើយម្ហូបមួយមុខនេះគឺនាងខ្ញុំច្នៃធ្វើដោយស្នាដៃខ្លួនឯងសម្រាប់បងប្អូនឃើញម្ហូបនេះហើយប្រកាសជាចង់ញ៉ាំអ្នកដែលចូលចិត្តបន្លែធម្មជាតិណាចាឥឡូវកុំឲ្យបងប្អូនរងចាំយូរនាងខ្ញុំនឹងបង្ហាញជូនតែម្ដងសម្រាប់ស៊ុបប្រហិតត្រីនេះនេះគឺគ្រឿងផ្សំសម្រាប់ធ្វើស៊ុបប្រហិតត្រីមានបន្លែត្រីសាច់និងគ្រឿងផ្សំទាំងអស់ដែលនាងខ្ញុំកំពុងតែរៀបចំរួចរាល់នេះគឺជាត្រីឆ្លាតដែលកោសបានរួចរាល់បន្ទាប់មកមានបន្លែផ្សិតសម្រាប់បន្លែផ្សិតនេះកន្លះគីឡូហើយមានល្ខ្ទឹមផងដែរបងប្អូនបន្ទាប់មកបន្លែបន្តទៀតមានផ្កាល្ពៅបងប្អូននៅទីនេះផ្កាល្ពៅគឺសម្បូរខែនឹងបងប្អូនបន្ទាប់មកមានបន្លែការ៉ុតផងដែរបងប្អូនសម្រាប់ស៊ុបនេះដែរក៏មានហៃប៊ីយឺហ៊ឺត្រាំទឹកផងដែរបងប្អូនរឿងបន្តមានម្រេចនិងខ្ទឹមសចិញ្ច្រាំបន្ទាប់ពីបានរៀបរាប់គ្រឿងនិងបន្លែរួចរាល់ហើយនាងខ្ញុំចាប់ផ្ដើមទៅលាយប្រហិតយើងតែម្ដងសម្រាប់ប្រហិតនេះដែរគឺនាងខ្ញុំប្រើនឹង2ខាំកន្លះបងប្អូនដំបូងគេនាងខ្ញុំប្រើម្សៅស៊ុប1ស្ព្រាកាហ្វេបន្ទាប់មកស្ករស1ស្ព្រាកាហ្វេប៊ីចេងកន្លះស្ព្រាកាហ្វេសម្រាប់ម្រេច1ស្ព្រាកាហ្វេផងដែរបន្ទាប់មកនាងខ្ញុំយកដើមខ្ទឹមមកហាន់ជាកំណាត់ខ្លីៗដាក់ចូលនៅក្នុងប្រហិតរបស់យើងនឹងបន្ទាប់ពីយើងបានរៀបចំគ្រឿងទាំងអស់នឹងរួចរាល់ហើយនាងខ្ញុំក៏ចាប់ផ្ដើមយកស្ព្រាយើងមកប៉ន់ប្រហិតយើងនឹងឲ្យចូលជាតិគ្រឿងនិយាយទៅនាងខ្ញុំប៉ន់រៀងយូរដែររហូតដល់ប្រហិតយើងបានស្វិតល្អបងប្អូនយកស្ព្រាសកាត់ប្រហិតយើងរៀងយូរដែរទើបប្រហិតនឹងបានស្វិតល្អហើយនាងខ្ញុំចាប់ផ្ដើមរៀបចំទុកមួយឡែកសិនបងប្អូនសម្រាប់ហៃប៊ីយឺហ៊ឺនេះយើងលាងទឹកឲ្យបានស្អាតហើយកាត់ជាកំណាត់ខ្លីៗប្រហិតនេះដែរនាងខ្ញុំប៉ន់ម្ដងហើយម្ដងទៀតរហូតដល់ប្រហិតយើងបានស្វិតល្អណាបងប្អូននិយាយប្រហិតត្រីឆ្លាតនេះបងប្អូនតើយើងសកាត់រៀងយូរបន្តិចដែរឥឡូវនេះដល់វគ្គចិតជើងផ្សិតហើយណាបងប្អូនសម្រាប់ផ្សិតនេះដែរនាងខ្ញុំទិញកន្លះគីឡូបន្ទាប់ពីយើងយកផ្សិតមកចិតជើងឲ្យបានស្អាតនាងខ្ញុំចិតបដើក៏ពុះជពីបដើបងប្អូននិយាយរឿងពុះជពីនេះគឺត្រង់កន្លែងនេះកាត់ខ្លីៗណាបងប្អូននាងខ្ញុំយកទៅលាងទឹក2-3ទឹកទៅដើម្បីឲ្យផ្សិតយើងស្អាតធូលីដីហើយសម្រាប់ផ្កាល្ពៅនេះក៏លាងរួចរាល់ដែរបងប្អូនធ្វើបានរួចរាល់ទាំងបន្លែទាំងល្ពៅអស់ហើយបន្ទាប់មកនាងខ្ញុំត្រៀមនឹងទៅចម្អិនម្ហូបនេះតែម្ដងសម្រាប់ស៊ុបប្រហិតត្រីនេះនិយាយរឿងម្ហូបមួយមុខនេះឃើញតែផ្កាល្ពៅហ្នឹងក៏គួរឲ្យចង់ញ៉ាំដែរបងប្អូនឥឡូវនេះនាងខ្ញុំចាប់ផ្ដើមដាំឆ្នាំងនៅលើចង្ក្រានហើយសម្រាប់ទឹកនេះនាងខ្ញុំប្រើជាង1លីត្របងប្អូនជិត2លីត្រដែរតែអត់ដល់2លីត្រទេណាមកដាក់គ្រឿងចូលតែម្ដងមានហេប៊ីយឺហ៊ឺខ្ទឹមសចិញ្ច្រាំនិងម្រេចម៉ដ្ឋផងដែរបងប្អូនគ្រឿងបន្តមានទឹកត្រីសម្រាប់ទឹកត្រីនាងខ្ញុំប្រើ1វែកតូចសម្រាប់ទឹកស៊ីអ៊ីវក៏នាងខ្ញុំប្រើ1វែកតូចដូចគ្នាដែរបន្ទាប់មកនាងខ្ញុំដាក់ស្ករស1ស្ព្រាកាហ្វេប៊ីចេងកន្លះស្ព្រាកាហ្វេម្សៅស៊ុប1ស្ព្រាកាហ្វេផងដែរហើយសម្រាប់ប្រហិតត្រីនេះដែរគឺច្រកចូលក្នុងថង់ប៊ីចេងកាត់គូតថង់ហើយដាក់ប្រហិតចូលបន្ទាប់មកនាងខ្ញុំច្របាច់យកដៃយើងនឹងច្របាច់ឲ្យល្ភាកាត់ម្ដុំដាក់ចូលក្នុងឆ្នាំងស៊ុបយើងតែម្ដងសម្រាប់ប្រហិតត្រីនេះ2ខាំកន្លះបងប្អូនធ្វើការរំងាស់ប្រហិតហើយនាងខ្ញុំចាប់ផ្ដើមដាក់ការ៉ុតចូលសម្រាប់ការ៉ុតនេះក៏មួយមើមផងដែរធ្វើការរំងាស់ការ៉ុតនិងប្រហិតយើងបាន
រៀងឆ្អិនបន្តិចនាងខ្ញុំដាក់ផ្សិតចូលសម្រាប់ផ្សិតនេះកន្លះគីឡូបងប្អូនដាក់ផ្សិតចូលក្នុងស៊ុបរួចរាល់ចាសម្រាប់គល់ឬក៏តើងផ្កាល្ពៅហ្នឹងបងប្អូននាងខ្ញុំដាក់មុនគេចារងាស់ជាមួយនឹងផ្សិតយើងនឹងឲ្យបានឆ្អិនសិនទើបនាងខ្ញុំបង់ផ្កាល្ពៅតាមក្រោយចាដាក់តងល្ពៅបានរួចរាល់ចានាងខ្ញុំក៏បន្ថែមជាមួយនឹងគល់ខ្ទឹមផងដែរស្លតែមួយផ្លែតសម្លពុះខ្ជុលហើយណាបងប្អូនចានាងខ្ញុំចាប់ផ្ដើមកូរមើលចាបន្លែត្រីសាច់គឺល្មមឆ្អិនហើយចាសម្រាប់ផ្កាល្ពៅនេះគឺយើងពេលទឹកពុះយើងបង់ក្រោយគេតាមមួយផ្លោកហ្នឹងគឺផ្កាល្ពៅយើងបានឆ្អិនតែម្ដងបងប្អូនចាសម្រាប់ស៊ុបប្រហិតត្រីផ្កាល្ពៅថ្ងៃនេះបងប្អូនទស្សនាឲ្យបងប្អូនធ្វើញ៉ាំដែរទេនិយាយរឿងស៊ុបប្រហិតត្រីនេះបងប្អូនពេលដែលនាងខ្ញុំចម្អិនឆ្អិនណាចាគឺញ៉ាំបាយបានច្រើនមែនតើចាសួរបន្តិចមើលបងប្អូនទស្សនារួចរាល់ហើយបងប្អូនធ្វើញ៉ាំដែរទេចាស៊ុបប្រហិតត្រីមួយមុខនេះនាងខ្ញុំជឿជាក់ថាបងប្អូនប្រកាសជាមិនដែលបានឃើញហើយក៏មិនដែលបានញ៉ាំដែរមែនអត់ឥឡូវតែនិយាយរឿងស៊ុបប្រហិតត្រីឥឡូវដល់វគ្គស៊ុបឆ្អិនល្មមបងប្អូនចាសម្រាប់រសជាតិគឺឆ្ងាញ់ល្មមសម្រាប់បងប្អូនចូលចិត្តចាប្រៃផ្អែមបែបណាអាចដាក់តាមចំណង់ចំណូលចិត្តទៅចាហើយក្តៅចាឈ្ងុយពេញផ្ទះបាយសម្រាប់បងប្អូនចាកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាហើយឡើយតែនិយាយដល់វគ្គបងស្លឹកខ្ទឹមហើយសម្រាប់ស្លឹកខ្ទឹមនេះកាត់ជាកំណាត់ខ្លីៗចាបងប្អូនអាចកាត់ជាកំណាត់ខ្លីវែងដាក់តាមចំណង់ចំណូលចិត្តចាសម្លមួយមុខនេះផ្ញើជូនសម្រាប់បងប្អូនដែលចូលចិត្តញ៉ាំបន្លែធម្មជាតិឬក៏ត្រីធម្មជាតិដែលគាត់ខ្លាចធាត់អីអញ្ចឹងណាបងប្អូនចាគឺគាត់អាចធ្វើមុខម្ហូបមួយមុខនេះញ៉ាំបានចាបន្ទាប់ពីស៊ុបប្រហិតផ្កាល្ពៅបានឆ្អិនហើយនាងខ្ញុំធ្វើការដួសដាក់នៅក្នុងចានហើយណាបងប្អូននាងខ្ញុំក៏សូមអរគុណច្រើនសម្រាប់ការចូលតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់សូមជូនពរបងប្អូនសូមឲ្យមានសុខភាពល្អចាកុំភ្លេចជួយ like និង share វីដេអូនេះជូននាងខ្ញុំផងដើម្បីទទួលបាននូវវីដេអូថ្មីចាស់ពីនាងខ្ញុំរាល់ថ្ងៃស្រីផាតម្ហូបឆ្ងាញ់និងចែករំលែកមុខម្ហូបឆ្ងាញ់ជូនបងប្អូនទស្សនាចាស់ជារៀងរាល់ថ្ងៃសម្រាប់បងប្អូនចូលចិត្តម្ហូបមួយមុខណាអាចសំណពរជូននាងខ្ញុំនឹងធ្វើចែករំលែកជូនបងប្អូនទស្សនាជាបន្តបន្ទាប់ចាអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូថ្មីម្ដងទៀតចា